ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកស្លប្រហើញ៉ាំទាំងអស់គ្នាណាបងប្អូនថ្ងៃនេះយើងបានត្រីទិញមកពីផ្សារហើយបន្លែយើងទិញគេដែរដោយសារនៅផ្ទះអស់ហើយនេះយើងចាប់ផ្ដើមរៀបចំចិត្តបន្លែចិត្តអីចិត្តសវកវាអញ្ចឹងណាបងប្អូនហ្នឹងហើយបងប្អូនថ្ងៃនេះយើងមានជាមួយនឹងននងមានជាមួយនឹងតឡាចហើយមានជាមួយនឹងល្ពៅដូចគ្នាយើងចិត្តសវកវាដូចគ្នាឲ្យស្អាតអញ្ចឹងណាបងប្អូនហើយនេះយើងក៏ចាប់ផ្ដើមមកចិត្តសវកល្ពៅនឹងដូចគ្នាបើយើងដាក់តាំងសវកខ្លាចវាមានដីមានអីចឹងណាបងប្អូនពេលខ្លះគេចាត់ទុកសវកវាតិចតួចឯណាបងប្អូនប៉ុន្តែខ្ញុំអត់ទេខ្ញុំត្រូវការចាត់ទាំងអស់ដើម្បីដឹងថាវាស្អាតហើយនេះបងប្អូនបន្ទាប់ពីយើងចាត់សវកវាអីហើយអស់ហើយយើងយកបន្លែទាំងអស់ហ្នឹងយកមកលាងអីចឹងណាបងប្អូនហើយឥឡូវនេះយើងចាប់ដើមលាងវាពីប៊ិចទឹកឲ្យស្អាតទៅប៉ុន្តែខ្ញុំថតឲ្យបងប្អូនមើលនេះថតលាងតែមួយទឹកទេពេលជាក់ស្ដែងខ្ញុំលាង 3-4 ទឹកហើយឥឡូវនេះយើងចាប់ដើមមកយកតឡាចហ្នឹងយើងយកមកចិតវាជាចំណិតប្រទេសអញ្ចឹងណាបងប្អូននិយាយទៅតាមចំណងចំណូលចិត្តបងប្អូនទេតែខ្ញុំចិត្តបែបនេះវាជាទូទៅអញ្ចឹងណាផ្ទះខ្ញុំគាត់អាសាធ្វើអញ្ចឹងខ្ញុំធ្វើដូចគ្នាអញ្ចឹងដែរណាបងប្អូនហើយសម្រាប់តឡាចហ្នឹងយើងចាត់វាមូធំក៏បានដែរគ្រាន់ថាពេលយើងចាត់ទៅវាមើលទៅអត់ទំនងអញ្ចឹងណាបងប្អូនហើយណាមួយពេលយើងដាក់នៅក្នុងទឹកក្តៅទៅយូរទៅវាលួយអស់ហើយវាមិនអីទេហើយនេះយើងបន្ទាប់ពីយើងចាត់តឡាចអីហើយយើងចាប់ដើមមកចាត់អានងនេះវារៀងចាស់ណាបងប្អូនពេលខ្ញុំចាត់ទៅកន្លែងចាស់ហ្នឹងខ្ញុំយកវាយកទៅបោះចោលខ្លះខ្ញុំយកតែកន្លែងខ្ចីទៅពេលយើងស្រួលញ៉ាំចាហើយបន្ទាប់ពីយើងចាត់អានងហើយឥឡូវនេះយើងចាប់ផ្ដើមមកចាត់ល្ពៅទាំងអស់គ្នាណាបងប្អូននិយាយទៅល្ពៅនេះដូចគ្នាដែរតាមចំណងចំណូលចិត្តបងប្អូនចង់ចាត់រៀងធំក៏បានរៀងទូចក៏បានដែរព្រោះយើងដាក់នៅក្នុងស្លទៅពេលយើងដាក់វាយូរទៅវាអាលួយអញ្ចឹងណាអញ្ចឹងទៅពេលយើងចាត់ធំទៅពេលវាអាលួយតិចអញ្ចឹងយើងយកមកយើងដួសវាបាននៅទាំងដុំធំអញ្ចឹងណាបងប្អូនហើយយើងចាប់ផ្ដើមចាត់វាមកបងប្អូនល្ពៅនេះខ្ញុំពុះវាជា2កណាត់អញ្ចឹងខ្ញុំត្រូវចាត់វា2ដងបងប្អូនហើយនេះស្លឹកបាសបងប្អូនអើយវាលាស់នៅមុខផ្ទះយើងល្អទោះបីវាអត់ច្រើនទេប៉ុន្តែវាលាស់នៅលើដើមផ្កាដែលយើងដាំនឹងខ្ពស់មែនតើហើយនិយាយទៅវាមើលទៅសម្រស់វាស្អាតហ្មងហើយនេះយើងចាប់ផ្ដើមមកបេះស្លឹកបាសយកតាណារៀងខ្ចីបងប្អូនបាច់យករៀងចាស់ទេព្រោះយើងញ៉ាំអត់កើទេចាស់វាញ៉ាំទៅរៀងរឹងអញ្ចឹងណាយើងបេះតាណារៀងខ្ចីចិត្តតងវាមកហើយនេះយើងចាប់ផ្ដើមបេះវាមកបេះនិយាយទៅខ្ញុំបន្លែខ្ញុំមានច្រើនមុខចឹងខ្ញុំបេះម្ដងតិចដាក់តិចអញ្ចឹងមកតិចចឹងណាបងប្អូនឲ្យតែមានបន្លែខៀវអីចឹងណាបងប្អូននេះបងប្អូនយើងមកបេះផ្ទីនៅជាការខ្ញុំសបោផ្ទីលាស់មែនតើហើយល្អណាបងប្អូនអើយដើមធំទេតែបេះមកខ្ចីល្អមែនតើហើយហូបទៅឡើងផ្អែមព្រោះផ្ទីហ្នឹងយើងមិនដាំទេវាលាស់ខ្លួនឯងចាហើយនៅជាការខ្ញុំក៏មានដែរណាបងប្អូននេះចេះថតឲ្យបងប្អូនមើលទៅផ្លែវារៀងទុំខ្លះដែរហូបទៅឆ្ងាញ់ផ្អែមជាប់មាត់មកហើយនេះបន្លែយើងរៀបចំរួចរាល់ហើយលាងទឹកស្អាតនេះត្រីយើងបានធ្វើវារួចរាល់អស់ហើយបងប្អូនចានេះទឹកយើងពុះហើយបងប្អូនចាប់ផ្ដើមបង់បន្លែដូចជាល្ពៅអីហ្នឹងវារៀងរឹងជាងគេបងប្អូនហើយយើងដាក់គល់ក្រីម្ដេងហើយនឹងល្មៀនមកដាក់ឲ្យវាមានពណ៌ស្អាតបងប្អូនកុំភ្លេចដួសពពុះចេញផងខ្ញុំអត់បានដួសហើយនេះបងប្អូនដាក់បន្លែដាក់អីមកនេះទឹកប្រហុកបងប្អូនដាក់វាពេញជ្រុំហើយបងប្អូនដាក់វាចូលមកហើយបន្លែខៀវអីហ្នឹងអធិស្ឋានបងប្អូនខ្ញុំដូរឆ្នាំងដោយសារអីបន្លែខ្ញុំច្រើនពេកហើយត្រីខ្ញុំរៀងច្រើនដែរដោយសារបងប្អូនមកលេងអញ្ចឹងតើថែមគ្រឿងថែមអីអញ្ចឹងណាហើយយើងចាប់ផ្ដើមបងផ្ទីបងអីចូលមកហើយដាក់ស្លឹកបាសអីហ្នឹងអាហ្នឹងបន្លែយើងត្រូវបងចុងក្រោយគេកុំឲ្យវាលួយពេកអញ្ចឹងណាបងប្អូនហើយយើងដាក់វាថាប្រហែល3នាទីទៅ5នាទីទៅតាមចំណូលចិត្តបងប្អូនទេហើយយើងគ្របវាទុកចោលមកសន្ទុះទៅប្រហែល3ទៅ5នាទីហ្នឹងណាបងប្អូនចាបន្ទាប់ពីយើងគ្របទុកចោលមកស្ទុះហើយឥឡូវនេះស្លយើងគឺបានឆ្អិនហើយយើងដួសដាក់ចានមកបងប្អូនហើយអូយេមែនបងប្អូនមើលត្រីសាច់ល្អមែនតើណាហើយស្លចឹងក្មេងៗគាត់ញ៉ាំបាយបានច្រើនសុខភាពល្អទេហើយនេះស្លយើងរួចរាល់ហើយអរគុណច្រើនណាបងប្អូនសម្រាប់ការទស្សនា